មិនធ្លាប់ដឹងទាកប៉ាជាទីព្រៃដែលមានដើមកំណើតដំបូងបំផុតនៅទ្វីបអាមេរិកឯណោះមិនធ្លាប់បានចាប់អារម្មណ៍ទាល់តែសោះប្រិមិត្តដែលថាទាកប៉ាឬមូស្កូវីគឺជាអំបូរទាស្រុកខ្លាយដែលមានអាយុកាលចាស់ជាងគេបំផុតមួយនៅលើផែនដីយ៉ាងនេះមុនខ្លាយជាទាស្រុកវាគឺជាអតីតពូជទាព្រៃដ៏មានសេរីភាពនិងមានដើមកំណើតដំបូងបំផុតតែនៅទ្វីបអាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងមួយប៉ុណ្ណោះជម្រាបសួរនិងសួស្តីដល់ប្រិមិត្តទាកប៉ាដែលតំបន់ពុកម៉ែបងប្អូនប្រហែលជាមានឈ្មោះផ្សេងមានប្រវត្តិនិងចំណុចពិសេសជាប់ខ្លួនជាច្រើនដែលយើងមិនសូវបានចាប់អារម្មណ៍ពីពួកវាពួកវាមានអ្វីខ្លះដែលប្លែកពីអំបូរទាដទៃតោះទៅទទួលជ្រាបដូចតទៅ1វាមានទឹកដីដើមកំណើតដំបូងបំផុតនៅទ្វីបអាមេរិកមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា Cairina muscata ទាកប៉ាមានដើមកំណើតដំបូងបំផុតជាទាព្រៃនៃទ្វីបអាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងខុសពីទាស្រុកដទៃទាកប៉ាឬមូស្កូវីជាទាដែលផ្ញើជីវិតតាមព្រៃតាំងតែពីដំបូងទើបក្រោយមកប្រជាជនដើមរបស់អាមេរិកក៏ចាប់ផ្ដើមផ្សាំពួកវាមកចិញ្ចឹមជាលក្ខណៈគ្រួសារគឺមុនពេលដែលមានដំណើររបស់ប្រជាជនអឺរ៉ុបនៅលើទឹកដីពួកគេមកម្ល៉េះបច្ចុប្បន្នគេឃើញមានវត្តមានរបស់ពួកវាស្ទើរតែគ្រប់ទ្វីបទាំងអស់នៅលើពិភពលោកលើកលែងតែទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះពុកម៉ែបងប្អូននឹងទេមិនមែនត្រឹមតែខ្មែរយើងនោះទេដែលចាប់ផ្លឹកលើចំណុចពិសេសលើផ្ទៃមុខរបស់ពួកវាជាមួយនឹងកំពកសេរដីប្រដប់ក្រហមទាំងអស់នោះអ្នកខ្លះថាវាជាសត្វបុរាណហើយខ្លះទៀតប្រៀបវាទៅនឹងសត្វដាយណូស័រពិតជាការពិតមែនហើយដែលត្រកូលមូស្កូវីជាអំបូរសត្វទាដែលមានសម្លេងស្ងាត់មិនងាយបញ្ចេញសម្លេងជាងគេបំផុតមួយនៅក្នុងចំណោមត្រកូលទាទាំងអស់នៅលើពិភពលោក2សម្លេងនិងរបៀបដែលវាតាក់ទងគ្នាដែលចំណាំទេប្រិយមិត្តទាកប៉ាឈ្មោះជាធម្មតាគឺវានឹងបញ្ចេញសម្លេងស៊ីតតិចជាខ្យល់ជំនួសឲ្យការយំខ្វាក់រីឯទាញីវិញនឹងបញ្ចេញសម្លេងរលាក់ស្រទន់និងមិនហូរកញ្ជ្រៀវដូចវងទាដទៃឡើយនៅក្នុងន័យនេះយើងអាចសរុបបានថាអំបូរទាកប៉ាគឺជាទាដែលមានទំនាក់ទំនងគ្នាដូចមនុស្សគោពលគឺវានឹងប្រើកាយវិការជំនួសច្រើនបំផុតយើងអាចសង្កេតបានថាវាតែងតែបក់កន្ទុយរវិចឆ្វេងស្ដាំនៅពេលដែលវាសប្បាយរីករាយហើយវាតែងតែត្រដាងស្លាបឡើងខ្ពស់នៅពេលដែលវាមានអារម្មណ៍ថាកំពុងរងការបៀតបៀនគំរាមកំហែងពីអ្វីមួយមិនធម្មតានោះទេពុកម៉ែបងប្អូនទាកប៉ាវាមានញៀននៅក្នុងការចំណាំមុខម្ចាស់បានខ្ពស់ណាស់ហើយពេលខ្លះវាបញ្ចេញសម្លេងតបបន្តិចទៅម្ចាស់វានៅពេលដែលម្ចាស់វាហៅវាទៀតផងមេទាកប៉ាក៏វៃឆ្លាតខ្លាំងដែរនៅក្នុងការប្រើសម្លេងស្រទន់របស់វាហៅកូនតូចឲ្យដើរតាមឬស្ថិតនៅក្រោមក្រសែភ្នែករបស់វាប៉ុន្តែបើយើងនិយាយដល់អាឈ្មោលវិញគឺវាហាក់កាចឆាប់ខឹងតាមច្រាស់មនុស្សយើងជាដើមជាមួយនឹងសម្លេងខ្យល់ខ្លាំងចេញពីបំពង់កដើម្បីការពារញីឬបង្ហាញថាទឹកដីនេះជាទឹកដីរបស់វាហាមចូលចិត្តគ្រប់ពេលដែលរដូវកាលបន្តពូជរបស់ពួកវាមកដល់ម្យ៉ាងដែរដោយសារតែតម្រូវការសាច់និងសុទ្ធគៀកទីផ្សារគេឃើញមានការចិញ្ចឹមពួកវានៅតាមក្រុងឬជាយក្រុងនិងទីប្រជុំជនដូចគ្នាក៏ព្រោះតែអំណោយផលចេញពីសម្លេងរំខានតិចតួចរបស់ពួកវាតែម្ដង3លក្ខណៈសម្គាល់ងាយចំណាំរបស់មូស្កូវីប្រហែលជាមិនពិបាកដឹងចំពោះបងប្អូនដែលកំពុងចិញ្ចឹមធ្លាប់ចិញ្ចឹមឬស្គាល់ពីពួកវាច្បាស់នោះទេហើយក៏ជាទិន្នន័យបន្ថែមដើម្បីពុកម៉ែបងប្អូនអាចទទួលជ្រាបបានដូចគ្នាទាកប៉ាឈ្មោះឬ drag ជាធម្មតាគឺមានមាឌធំជាងទាញីឬ hen វាមានទម្ងន់មួយតួខ្លួនអាចដល់ 6.8 គីឡូក្រាមឬលើនេះក៏មានរីឯទាញីវិញគឺមានទម្ងន់ចន្លោះពី 2.7 ទៅ 3.6 គីឡូក្រាមប៉ុណ្ណោះជាមធ្យមបើនិយាយដល់ក្រញាំជើងរបស់ពួកវាវិញគឺមាំទាំណាស់ព្រោះតាំងពីដើមឡើយរហូតមកដល់បច្ចុប្បន្នប្រសិនបើទុកស្លាបវែងខ្លាំងដែលវាអាចហើរបានវានិយមបំផុតគឺហើរឡើងដើមឈើខ្ពស់ឬទីខ្ពស់ជាការលំហែហើយមែនទែនទៅទាកប៉ានេះឯងគឺជាមួយនៅក្នុងចំណោមទាតិចតួចបំផុតដែលចេះហើរបានខ្ពស់ពុកម៉ែបងប្អូននឹងទេវាមានកាយសម្បទាមាំមួនហើយពិសេសលើអំបូរដទៃទៀតជាច្រើនយ៉ាងមិនថាជើងមាំតំជាងស្លាបធំងាយហើរចំពោះរឹងមាំខ្លាំងចុងក្រចកមុតស្រួចខ្លាំងហើយរួមវិញគឺមិនជ្រាបទឹកនោះទេអ្វីដែលគេតែងតែចំណាំទៀតនោះគឺកំពើក្រហមនៅលើផ្ទៃមុខផ្នែកក្បាលរបស់វានិងពើកធំឡើងតាមវ័យរបស់ពួកវាដូចគ្នាដែរហើយទាឈ្មោល
ក៏តែងតែមានកំពកនោះរីកដុះដាលលើសទាញីនៅកម្ពុជាយើងភាគច្រើនគេឃើញមានទាកប៉ាពណ៌ខ្មៅលាយសឬប្រផេះបណ្ដោះប៉ុន្តែមែនទែនទៅអំបូរម៉ូស្គូវីអាចមានពណ៌ច្រើនយ៉ាងណាស់ដូចជាខ្មៅសសូកូឡាខៀវនិងផ្កា lavender ទៀតផង4ជីវិតទាកប៉ាព្រៃបើយើងរំលឹកពីពូជទាកប៉ាដែលនៅផ្ញើជីវិតតាមព្រៃវិញគឺវានិយមរស់នៅតែតាមជម្រកដែលសម្បូរទឹកនិងរុក្ខជាតិជាអាហាររបស់ពួកវាតែប៉ុណ្ណោះគេអាចប្រទះឃើញទាកប៉ាព្រៃនៅតាមដៃទន្លេបឹងបួរវាលភក់និងតាមព្រៃលិចទឹកជាប្រចាំជាដើមពេលដែលអំបូរទាដតីតែងតែចំណាយពេលភាគច្រើនហែលនៅក្នុងទឹកម៉ូស្គូវីគឺវាអាចនឹងរីករាយទាំងក្នុងទឹកលើដើមឈើនិងលើគោកបានទៀតផងរីឯចំណីអាហារដែលវាតែងនិយមស៊ីជាប្រចាំគឺសម្បូរបែបណាស់ដែលមានដូចជាគ្រាប់ធញ្ញជាតិផ្លែឈើរុក្ខជាតិនៅក្នុងទឹកសត្វល្អិតដង្កូវជន្លេនខ្យងខ្ចៅត្រីតូចៗនិងប្រភេទក្តាមកំពឹសយ៉ាងឆ្ងាញ់លោកហើយបងប្អូនដឹងទេទម្លាប់ស៊ីបានច្រើនយ៉ាងនឹងទូលំទូលាយរបស់ពួកវាគឺជាចំណុចល្អខ្លាំងដែលកសិករដែលនិយមយកពួកវាទៅចិញ្ចឹមចង់បានបំផុតព្រោះពួកវាអាចជួយកម្ចាត់មូសរុយកញ្ចែនិងសត្វល្អិតចង្រៃដទៃជាច្រើនដែលស៊ីច្បារដំណាំរបស់ពួកគេទើបនេះជាហេតុផលដ៏សំខាន់បំផុតដែលគេចង់មានវត្តមានរបស់ពួកវានៅតាមកសិដ្ឋាននានា 5. រដូវកាលនិងទម្លាប់បន្តពូជរបស់ពួកវាកាន់តែគួរឲ្យចាប់អារម្មណ៍បរិយាកាសនឹងកាន់តែរស់រវើកប្រសិនបើជាពេលវេលាដែលពូជទាកប៉ាត្រូវបន្តពូជទាឈ្មោះឬអាបានឹងបង្ហាញកាយវិការបង្អួតសាច់ដុំរវាងគ្នានឹងគ្នាដើម្បីតាក់ទាញញីវាតែងតែពឹងទ្រូងឡើងលាតត្រដាងស្លាបអស់ជាញឹកញាប់បកកន្ទុយរវិចរវិចហើយបញ្ចេញសំឡេងស៊ីតជាសញ្ញាទាឈ្មោះណាដែលមានមីតធំមានសុខភាពមាំមួនប្រហែលជាថែបរបស់ទាញីគ្រប់គ្នាប្រកែកមិនបានឡើយក្រោយពេលដែលវាផ្ដើមស្នេហាជារឿយៗទាញីនឹងចាប់ផ្ដើមស្វែងរកទីតាំងស័ក្តិសមសម្រាប់កាច់សម្បុកហើយចំពោះទាកប៉ាព្រៃគឺវាតែងតែរុករករុនតាមដើមឈើសំល្មមមួយសម្រាប់ចូលពងស្ដាប់ចុះប្រិយមិត្តទម្លាប់មួយនេះគឺបញ្ជាក់ថាវាប្លែកពីអំបូរដតីបាត់ទៅហើយដែលវាមិនរំពៃកាច់សម្បុកផ្ទាល់ដីនោះទេចេតនាគឺដើម្បីការពារសុទ្ធវាពីអ្នកលើប្រមាញ់ជាច្រើនដូចជាកញ្ជ្រោងសត្វពស់និងសត្រូវដតីផ្សេងទៀតទាញីគឺតែងតែបញ្ចេញសុទ្ធចន្លោះពី8ទៅ16គ្រាប់នឹងត្រូវការរយៈពេល35ថ្ងៃដើម្បីក្រាបមុនញាស់រយៈពេលនេះគឺយូរជាងប្រភេទទាដតីជាតិច្រើនណាស់ហើយកំឡុងពេលនេះដូចគ្នាទាមេនឹងនៅកាងក្រាបការពារកូនរបស់វាយ៉ាងជាប់មិនចាក់ចេញទៅណាឡើយរីឯដំណាក់កាលដែលយើងកាន់តែមិនសរសើរពីកូនទាតូចៗទាំងអស់នោះក្រោយញាស់ភ្លាមបានគឺការដែលវាត្រូវប្រឈមនឹងបទពិសោធន៍ជីវិតដ៏គ្រោះថ្នាក់មួយដំបូងបំផុតក្រោយចេញពីសុទ្ធនៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះដោយសារតែសម្បុកដែលមេវាកាច់ពេលខ្លះខ្ពស់ខ្លាំងផុតដីកូនទាតូចៗទាំងអស់នោះគឺត្រូវលោតហក់ចុះមកទាំងប្រថុយប៉ុន្តែជាសំណាងដែលវាមានទម្ងន់ស្រាលទើបភាគច្រើនគឺអាចចុះមកបានដោយសុវត្ថិភាពទើបបន្តរត់តាមម្ដាយទៅរកប្រភពទឹកនិងចំណីតែម្ដងជាមួយនឹងសកម្មភាពដដែលត្រឹមតែរយៈពេលប្រមាណខែប៉ុណ្ណោះវានឹងក្លាយទៅជាទាជំទង់អាចចាប់ផ្ដើមបេសកកម្មជីវិតរបស់ពួកវាបានហើយ6ទាកប៉ាកូនកាត់ជារឿងចម្លែកចេញពីអំបូរម៉ូស្គូវីមួយទៀតហើយដែលវាអាចមានលទ្ធភាពបង្កាត់ពូជបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងពូជទាស្រុកដទៃក្រោយពេលដែលវារួមមិត្តត្រីជាមួយនឹងអំបូរទាសំពៅឬទាកាបកូនដែលកើតមកនោះមានឈ្មោះថាមុលដោយទៅនឹងពូជខ្លាយនៃសត្វសេះនិងសត្វលាដូចគ្នាដែរហើយជាលទ្ធផលមូលទាំងអស់នោះគឺមិនអាចបង្កកំណត់ថ្មីបានទៀតឡើយប៉ុន្តែអ្វីដែលពិសេសចេញពីអំបូរមូលទាំងអស់នោះគឺពួកវាធំធាត់លឿនណាស់ដែលជាអំណោយផលសម្រាប់វិស័យកសិកម្មចិញ្ចឹមយកសត្វជាអាហារតែម្ដង 7. ទាកប៉ានិងមនុស្សមានទំនាក់ទំនងដូចម្ដេចមែនទែនទៅយើងបានរំលឹករួចម្ដងមកហើយថាមនុស្សបានចាប់ផ្ដើមយកទាកប៉ាព្រៃចិញ្ចឹមជាទាស្រុករាប់សតវត្សមកហើយអ្វីដែលគេនិយមទាញផលពីពួកវាគឺសាច់របស់ពួកវាតែម្ដងបើប្រៀបធៀបទៅនឹងសាច់ទាស្រុកដទៃសាច់ទាកប៉ាមានខ្លាញ់តិចហើយសាច់ច្រើនជាអំណោយទានអ្នកខ្លះយល់ថាសាច់វាពេលទទួលទានទៅគឺឆ្ងាញ់ខ្លាំងដូចជាសាច់គោលាយនឹងសាច់ទាយ៉ាងអញ្ចឹងហើយទ្វីបដែលនិយមចិញ្ចឹមពួកវាច្រើនជាងគេគឺប៉ែកអឺរ៉ុបអាមេរិកឡាទីននិងអាស៊ីយើងផងដែរស្រួលចិញ្ចឹមងាយសម្របខ្លួនសាំងនិងមិនបញ្ចេញសម្លេងរញ៉េរញ៉ៃច្រើនពួកវាគឺជាទីពេញចិត្តរបស់កសិករភាគច្រើនទៅហើយប៉ុន្តែបើចំពោះប្រភេទដែលរស់នៅជាទាកប៉ាព្រៃនៅឡើយបែរជារឿងគួរឲ្យព្រួយបារម្ភទៅវិញព្រោះពួកវាគឺជាប្រភេទលុកលុយដណ្ដើមទីជម្រករបស់សត្វម្ចាស់ស្រុកយ៉ាងចាស់ដៃទៅវិញ